Hello everyone បាទជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំថ្ងៃនេះយើងនឹងសិក្សាភាសាអង់គ្លេសជាបន្តទៀតបាទអូខេ let's go បាទនោះគឺខ្ញុំត្រូវការជំនួយរបស់អ្នកបាទខ្ញុំត្រូវការជំនួយរបស់អ្នក I need your help I need your help បាទប្រែថាខ្ញុំត្រូវការជំនួយរបស់អ្នកជួយរឿងអីបាទជួយគ្នាក្នុងគ្រាក្រឬមួយក៏យ៉ាងណាបាទអញ្ចឹង I need your help ខ្ញុំត្រូវការជំនួយរបស់អ្នកខ្ញុំចូលចិត្តទីកន្លែងនេះបាទខ្ញុំចូលចិត្តទីកន្លែងនេះ I like this place I like this place I like this place បាទយើងប្រែថាខ្ញុំចូលចិត្តទីកន្លែងនេះ place យើងប្រែថាទីកន្លែង yeahបន្ទាប់ទៀតនោះគឺកុំស្រែកនៅទីនេះបាទកុំស្រែកនៅទីនេះ Don't shout here Don't shout here Don't shout here បាទកុំស្រែកនៅទីនេះ shout បាទយើងប្រែថាស្រែក here យើងប្រែថាទីនេះ yeah បន្ទាប់ទៀតវាចិត្តរួចរាល់ហើយបាទវាចិត្តរួចរាល់ហើយអ្វីទៅចិត្តរួចរាល់ហើយនោះអញ្ចឹងភាសាអង់គ្លេស is almost ready is almost ready is almost ready បាទជាប្រែថាវាចិត្តរួចរាល់ហើយបាទដែលគ្រូដាក់លំហាត់ឲ្យធ្វើឬកិច្ចការឲ្យធ្វើគ្រូសួរចិត្តហើយនៅអញ្ចឹង is almost ready បាទវាចិត្តរួចរាល់ហើយ yeah អ្នកមិនដាច់ក៏ហ៊ានម្លេះបាទអ្នកមិនដាច់ក៏ហ៊ានម្លេះ how dare you how dare you how dare you អ្នកមិនដាច់ក៏ហ៊ានម្លេះបាទហ៊ានអ្វីហ៊ានរឿងអីមួយដែលយើងគិតថាយើងហ៊ានធ្វើគេហ៊ានធ្វើអញ្ចឹងបងប្អូនអាចរឿងអាក្រក់សំទោសអាចរឿងល្អឬមួយក៏រឿងដែលមិនល្អអញ្ចឹងទៅបាទអញ្ចឹងពេលថា dare នេះគឺយើងប្រែថាហ៊ានឬមួយក៏ក្លាហានបាទខ្ញុំមិនជឿថាអ្នកបានធ្វើវានោះទេបាទគាត់ជឿអញ្ចឹងភាសាអង់គ្លេស I can't believe you did that I can't believe you did that I can't believe you did that បាទអញ្ចឹងប្រែថាខ្ញុំមិនជឿថាអ្នកបានធ្វើរឿងនោះទេបាទយើងមិនជឿលើគាត់ថាគាត់នឹងបានធ្វើរឿងនោះទេអញ្ចឹងដើម្បីឲ្យគេជឿនោះគឺយើងមានអ្វីបញ្ជាក់បង្ហាញគេទៅគេហៅថា face ដកតាំងណាបាទឬផុសតាមហ្នឹងឯង evidence ហ្នឹងឯងបាទឬក៏ proof ខ្ញុំដោះអាវក្រៅរបស់ខ្ញុំចេញបាទខ្ញុំដោះអាវក្រៅរបស់ខ្ញុំចេញភាសាអង់គ្លេស I take off my jacket I take off my jacket ឬមួយក៏ I take off my jacket បាទយើងប្រែថាខ្ញុំដោះអាវក្រៅរបស់ខ្ញុំចេញបាទអាវក្រៅនៅកន្លែងហ្នឹង jacket នៅទីនេះគឺសំដៅទៅលើអាវក្រៅអាវយើងពាក់ធម្មតាបងប្អូនទៅពេលហើយមានអាវក្រៅមួយរហូតយើងធ្វើដំណើរទៅណាមកណាយើងតែតែពាក់អាវក្រៅណាបាទអាវធំហ្នឹងអញ្ចឹងគឺយើងtake off ហ្នឹងគឺប្រែដោះចេញហ្នឹងទៅអញ្ចឹង I take off my jacket ខ្ញុំដោះអាវក្រៅខ្ញុំចេញខ្ញុំទៅបាទអញ្ចឹងវីដេអូមួយនេះក៏ឈានដល់ទីបញ្ចប់ហើយដែរអរគុណច្រើនបងប្អូនដែលចូលតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនមានកំហុសខុសឆ្គងសូមការអធិស្ឋានហើយកុំភ្លេចជួយចុច like ក៏ដូចជា subscribe ហើយ comment នៅវីដេអូរបស់ខ្ញុំខាងក្រោមនេះបាទដើម្បីជាការលើកទឹកចិត្តរបស់សម្រាប់ខ្ញុំគ្រប់ជំរាបលាបងប្អូនជូនពរបងប្អូនសុខសប្បាយ